សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញពាក្យផងជាមួយនឹងបកាដែលគួរជៀសវាងសម្រាប់ការថែទាំនិងការចិញ្ចឹមទៅលើជ្រូកហើយដូចអ្វីដែលបងប្អូនបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងបកាដែលគួរជៀសវាងក្នុងដំណាក់កាលនេះគឺកូនជ្រូកវានៅទូចអញ្ចឹងបើសិនជាវានៅក្នុងស្ថានភាពកូនជ្រូកទូចក្នុងអំឡុងពេលដែលវាផ្ដាច់ដោះឬក៏អំឡុងពេលដែលវាជិះផ្ដាច់ដោះហើយស្ថានភាពបែបនេះគួរអ្វីដែលជៀសវាងនោះគឺការបាញ់ទឹកដូចនៅក្នុងរូបហ្នឹងអញ្ចឹងបើសិនជាបងប្អូនព្យាយាមបាញ់ទឹកដែលដោយសារតែយើងគិតថាការបាញ់ទឹកហ្នឹងវាកាត់បន្ថយភាពត្រជាក់ដល់ជ្រូកអញ្ចឹងវានឹងប្រឈមហានិភ័យទៅឲ្យកូនជ្រូកហ្នឹងងាយនឹងរាកគ្រុនហើយការបាញ់ទឹកនេះវានឹងធ្វើឲ្យមានបញ្ហាទៅលើកូនជ្រូកជាក់ស្ដែងមែនទែនតែបើសម្រាប់ជ្រូកសាច់មានន័យថាដូចជ្រូកមេនេះការបាញ់ទឹកយើងអាចធ្វើការបាញ់ទឹកទៅលើជ្រូកនឹងបានហើយការបាញ់ទឹកនេះយើងធ្វើវានៅពេលដែលអាកាសធាតុវាក្តៅអញ្ចឹងយើងអាចបាញ់នៅពេលព្រឹកប្រហែលជាម៉ោង 9 10 ឬក៏ពេលថ្ងៃប្រហែលជាម៉ោង 2 ម៉ោងអីហើយសម្រាប់ជ្រូកសាច់ដែលវាអាចបាញ់ទឹកបាននៅក្នុងចន្លោះដែលយើងអាចនឹងការធ្វើបាញ់ទឹកនោះគឺជ្រូកសាច់ដែលមានចន្លោះទម្ងន់ចាប់ពី30ទៅ40គីឡូអញ្ចឹងយើងអាចបាញ់ក្នុងការលាងសម្អាតជ្រូកបានដោយឡែកសម្រាប់កូនជ្រូកដែលនៅតូចនៅក្នុងអំឡុងពេលដែលវានៅតូចទៅផ្ដាច់ដោះនេះអញ្ចឹងបកាដែលគួរជៀសវាងនោះគឺការបាញ់ទឹកហ្នឹងឯងកាលណាយើងបាញ់ទឹកវាងាយវាល្ងាវារាកចឹងហើយបានជាបងប្អូនមួយចំនួនដែលគាត់ចិញ្ចឹមនៅតាមខេត្តគាត់តែងតែជួបប្រទះនៅបញ្ហាកូនជ្រូករាកជាប្រចាំហើយធ្វើឲ្យអត្រារស់ជាពិសេសអត្រារស់របស់កូនជ្រូកតែម្ដងមានន័យថាកូនជ្រូកកើតមកគឺមានចំនួនច្រើនហើយប៉ុន្តែអត្រារស់នៅពេលដែលវាធំអត្រារស់នៅពេលវាឆ្លងដំណាក់កាលក្រោយពេលផ្ដាច់ដោះឬក៏ក្រោយពេលផ្ដាច់ដោះនេះវានៅសល់តិចអញ្ចឹងក្នុងវីដេអូនេះក៏ចង់បង្ហាញជូនបងប្អូនថាធ្វើយ៉ាងម៉េចយើងត្រូវរក្សាអត្រារស់សម្រាប់កូនជ្រូកនឹងឲ្យមានចំនួនច្រើនដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយថ្លៃដើមហើយនឹងធ្វើឲ្យបងប្អូនចំណេញទៅលើការចិញ្ចឹមហើយនៅក្នុងរូបនេះវីដេអូនេះជាក់ស្ដែងគឺត្រង់វាសើមសំបីតែភាពសើមបែបនេះក៏ដោយក៏ងាយនឹងការធ្វើឲ្យជ្រូកនឹងរាកដែរតែអ្វីដែលសំខាន់ក្នុងការលាងសម្អាតជ្រូកបងប្អូនគួរតែសម្អាតនៅកន្លែងណាដែលប្រឡាក់លាមកជ្រូកតែប៉ុណ្ណោះបានហើយបើសិនជាយើងបាញ់សាច់ជុំវិញត្រង់ហើយជាពិសេសបាញ់សាច់នៅពេលព្រឹកឬក៏នៅពេលមេឃកំពុងតែភ្លៀងធ្លាក់ឬក៏នៅពេលដែលល្ងាវាងាយនឹងធ្វើឲ្យជ្រូករបស់បងប្អូននឹងវាគ្រុនវាញាក់អញ្ចឹងបងប្អូនពិបាកនៅក្នុងការទប់ស្កាត់ពិបាកក្នុងការព្យាបាលជាមួយនឹងរោគសញ្ញាក៏ដូចជាបញ្ហាជ្រូកឈឺជាក់ស្ដែងផងដែរហ្នឹងហើយសម្រាប់កូនជ្រូកប៉ុណ្ណេះបងប្អូនអាចក្រោយពេលផ្ដាច់ដោះនេះបងប្អូនអាចចាប់ដើមធ្វើវ៉ាក់សាំងបានហើយវ៉ាក់សាំងដែលបងប្អូនអាចធ្វើនោះគឺវ៉ាក់សាំងសាទឹកវ៉ាក់សាំងប៉េះវ៉ាក់សាំងអូសាស្គីវ៉ាក់សាំងអុយក្តាមហើយនឹងវ៉ាក់សាំងផ្លូវដង្ហើមហើយកម្រិតនៃការធ្វើវ៉ាក់សាំងពីមួយទៅមួយគឺបងប្អូនអាចកម្រិតមួយអាទិត្យម្នាក់ហើយសូមបញ្ជាក់បងប្អូនថាការធ្វើវ៉ាក់សាំងយើងផ្អែកទៅលើតំបន់របស់យើងបើសិនជាតំបន់យើងធ្លាប់ផ្ទុះនៃជំងឺណាមួយយើងអាចធ្វើវ៉ាក់សាំងនោះដោយការរំលឹកឧទាហរណ៍ថាធ្លាប់ផ្ទុះអុយក្តាមអញ្ចឹងយើងអាចធ្វើការរំលឹកទៅលើជំងឺអុយក្តាមបានតែបើសិនជាក្នុងករណីมันមានការផ្ទុះមិនអីទេយើងអាចធ្វើវ៉ាក់សាំងតែមួយមុខម្ដងក៏បានដែរអត់ជាបញ្ហាទេសម្រាប់ការធ្វើវ៉ាក់សាំងហ្នឹងហើយការធ្វើវ៉ាក់សាំងរំលឹកហ្នឹងយើងអាចរំលឹកចន្លោះពីលើកទី1ដែលយើងឧទាហរណ៍វ៉ាក់សាំងអុយក្តាមយើងធ្វើអញ្ចឹងចន្លោះលើកទី2ហ្នឹងអាចក្រោយការធ្វើលើកទី1ហ្នឹងកន្លះខែទៅ21ថ្ងៃដើម្បីយើងអាចធ្វើវ៉ាក់សាំងអុយក្តាមបានអញ្ចឹងណាហើយការធ្វើវ៉ាក់សាំងបងប្អូនជាមានតកមួយផ្ទាល់ខ្លួនទៅគឺដើម្បីជួយសង្គ្រោះនៅពេលដែលវាមានបញ្ហាបកាច់អីផ្សេងហើយមានអីបន្ថែមបងប្អូនអាចតាក់ទងមកវិញបានអរគុណច្រើនបាទ